សូមស្វាគមន៍មកកាន់វគ្គចុងក្រោយនៅក្នុងកម្មវិធីប្រវត្តិសាស្ត្រកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី15វគ្គផ្ដាច់ប្រប្រិមិត្តទូរទស្សនិកជនបានទទួលជ្រាបរឿងហើយជាមួយនឹងការឆ្លើយសំណួររបស់បងប្អូនទាំង7រូបដោយមានពិន្ទុស្ទួនទើបមានបងប្អូន Fresh Girl 4រូបដោយកាលពីចំនួនទី1ដូចគ្នាដូច្នេះហើយជាដំបូងនេះខ្ញុំបាទក៏សូមអនុញ្ញាតប្រកាសនៅជ័យលេភីលេខ3ពានរង្វាន់ជ័យលេភីលេខ3បានទៅលើបងអូន Fresh Girl 2រូបជាដំបូងបានទៅលើបងអូន Fresh Girl G6នឹងជាបន្តបានទៅលើបងអូន Fresh Girl G8 បាទអរគុណច្រើនជាបន្តទៀតក៏សូមគោរពអញ្ជើញលោកឆាត់ឆៃសេងអរុនអគ្គនាយករងនៃក្រុមហ៊ុន PTT Cambodia អញ្ជើញប្រគល់នៅពានរង្វាន់កិត្តិយសចំណាត់ថ្នាក់លេខ3ជូនទៅដល់បងអូន Fresh Girl ទាំង2រូបបាទសូមគោរពអញ្ជើញសូមសម្លេងអបអរសាទរខ្លាំងៗទាំងអស់គ្នាបាទដោយមានពិន្ទុស្ទួនបាទទៅលទ្ធផលបានមកលើវេទិកានេះគឺជាក់ស្ដែងគឺបងអូនទាំង2រូបគឺទទួលបាននៅចំណាត់ថ្នាក់លេខ3បាទអរគុណដល់លោកឆាត់ឆៃសេងអរុនបាទអរគុណបាទជាបន្តខ្ញុំបាទក៏សូមអនុញ្ញាតប្រកាសនៅពានរង្វាន់ជ័យលេភីលេខ3 Freshy Boy បានទៅលើបងអូន Freshy Boy B2 ជាបន្តក៏សូមគោរពអញ្ជើញលោកភូរិស៊ីនវត្តនាយកផ្នែកអភិវឌ្ឍធុរកិច្ចនិងទីផ្សារសូមគោរពអញ្ជើញប្រគល់នៅពានរង្វាន់កិត្តិយសចំណាត់ថ្នាក់លេខ3 Freshy Boy ចំនួនទី15បាទសូមគោរពអញ្ជើញសូមសម្លេងអបអរសាទរខ្លាំងៗទាំងអស់គ្នាបាទអរគុណដល់លោកពូរីស៊ីនវត្តបាទដែលបានជាផ្ដល់កិត្តិយសបាទជូនទៅដល់កម្មវិធីរបស់យើងបាទសូមអញ្ជើញបាទបងអូន Fresh Girl បាទឡើងមកខាងមុខ2ជំហាននិងបងអូន Fresh Boy ឡើងខាងមុខ2ជំហានដូចគ្នាមុននឹងប្រកាសលទ្ធផលជ័យលេភីលេខ1សូមសំលេងហូជ័យលេភីលេខ1ចង់ឲ្យខ្ញុំប្រកាសលេខ1មុនឬក៏លេខ2មុនដូច្នេះខ្ញុំបាទសូមអនុញ្ញាតប្រកាសលេខ2មុនពានរង្វាន់ជ័យលេភីលេខ2ចំពោះបងអូន Fresh Girl បានទៅលើបងអូន Fresh Girl G7 ជាបន្តសូមគោរពអញ្ជើញលោកតាន់យូយ៉ាងបាទតំណាងមកពីក្រុមហ៊ុនភេសជ្ជៈ Pepsi បាទប្រគល់នៅពានរង្វាន់កិត្តិយសចំណាត់ថ្នាក់លេខ2 Fresh Girl ចំនួនទី15បាទសូមសម្លេងអបអរសាទរខ្លាំងៗទាំងអស់គ្នាបាទបាទជាបន្តពានរង្វាន់លេខ2ចំពោះបងអូន Freshy Boy បានទៅលើបងអូន Freshy Boy B11
ជាបន្តសូមគោរពអញ្ជើញលោកសាន់ថេងគីនាយកប្រតិបត្តិក្រុមហ៊ុនសាប៊ូកក់សក់ក្លិនអញ្ជើញប្រគល់ពានរង្វាន់កិត្តិយសចំណាត់ថ្នាក់លេខ2 Fresh Boy ចំនួនទី15បាទសូមសម្ដែងអបអរសាទរខ្លាំងៗទាំងអស់គ្នាបាទបាទអរគុណដល់លោកសាន់ថេងគីដែលបានផ្ដល់ជាកិត្តិយសបាទដូច្នេះជាតិថ្មីម្ដងទៀតអបអរសាទរដល់ JLP លេខ1 Fresh Girl G Brown និងអបអរសាទរដល់ Fresh Boy JLP លេខ1 Fresh Boy B1 បាទជាបន្តទៀតក៏សូមគោរពអញ្ជើញលោកប៊ុនកើតអាម៉ាំងនួនសេរីដែលជាអ្នករៀបចំកម្មវិធីប្រកួតផ្ទាល់តែម្ដងអញ្ជើញឡើងលើវេទិកាប្រកួតនៅពានរង្វាន់កិត្តិយស JLP លេខ1ជូនទៅដល់បងអូន Fresh Girl និងបងអូន Fresh Boy បាទសូមគោរពអញ្ជើញបាទសូមសម្លេងអបអរសាទរខ្លាំងៗទាំងអស់គ្នាមួយទៀតមកអរគុណច្រើនចំពោះការគ្រប់គ្រងរបស់ប្រិមិត្តទូរទស្សនិកជនតាំងពីដើមរៀងមកកម្លាំងចិត្តគឺជាកត្តាដែលជំរុញឲ្យបងប្អូនទាំងអស់គ្នាទទួលបានជ័យលាភីថ្ងៃនេះបាទអបអរសាទរសារជាថ្មីម្ដងទៀតចាប់ប្រិមត្តទូរទស្សនិកជនជាទីគោរពយើងឃើញថាខណៈនេះយើងបានរកឃើញនៅបងអូន Freshy ដែលជាប់នៅជ័យលាភីប្រចាំកម្មវិធីរបស់យើងហើយចាអបអរសាទរសារជាថ្មីម្ដងទៀតអូហូបាទពិតជាសប្បាយរីករាយអធិកអធមមែនទែនជាមួយនឹងការហូបកញ្ជ្រៀរបស់បងប្អូនទាំងអស់គ្នានេះគឺជា JLP បាទចំណាត់ថ្នាក់លេខ1បានទៅលើបងអូនបាទ Fresh Boy B6 និងបងអូន Fresh Girl G5 ចាស់ហើយនេះខ្ញុំក៏សូមកោតសរសើរចំពោះគាត់ទាំងពីរនាក់ឃើញថាទម្រាំតែគាត់អាចទទួលនៅជ័យលាភីនេះគឺថាមិនមែនជារឿងងាយស្រួលនោះទេគាត់មានទាំងរូបសម្រស់ហើយមានទាំងសមត្ថភាពថែមទៀតផងចា៎ប្រិមិត្តទូរទស្សនិកជនជាទីមេត្រីនៅក្នុងកម្មវិធីប្រកួត Fresh Girl and Boy ដែលជាកម្មវិធីប្រវត្តិសាស្ត្រក៏សូមអរគុណចំពោះការគ្រប់គ្រងរបស់ប្រិមិត្តទូរទស្សនិកជនតាំងពីដើមរហូតមកដល់ពេលនេះបើពុំមានការគ្រប់គ្រងពីសំណាក់ប្រិមិត្តទូរទស្សនិកជនទេកម្មវិធីប្រកួតរបស់យើងក៏ពុំអាចដំណើរការបានមកដល់រយៈពេល15ជំនាន់នេះដែរអរគុណទោះបីជាមានពាក្យពេចន៍ខ្វះខាតលើលួត្រង់ចំណុចណាយើងខ្ញុំទាំងអស់គ្នាសូមអភ័យទោសសូមអធិស្ឋានពីសំណាក់បងប្អូនប្រិមិត្តទូរទស្សនិកជនជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នារកទទួលទានមានបានគ្រប់គ្រងគ្រួសាររដូវកាលនេះគឺជារដូវកាលក្តៅហើយភ្លៀងដូច្នេះសូមប្រយ័ត្ននៅសុវត្ថិភាពទាំងអស់គ្នាជាពិសេសអគ្គិភ័យតែម្ដងដូច្នេះហើយសូមប្រយ័ត្នដកដុយភ្លើងឬក៏ព្រីភ្លើងកាច់បរ៉ែភ្លើងឲ្យបានគ្រប់ផ្ទះទាំងអស់គ្នាមុននឹងចាកចេញពីផ្ទះអរគុណជូនពរបងប្អូនប្រិមិត្តទូរទស្សនិកជនឲ្យជួបតែសំណាងល្អគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី15ដល់ពេលវេលាដែលត្រូវគោរពលាពីសំណាក់ប្រិមិត្តទូរទស្សនិកជនផងដែររាត្រីសួស្តីប្រជាជនកម្ពុជាចាសូមជម្រាបលាប្រិមិត្តទូរទស្សនិកជនទាំងអស់គ្នា